ខេត្តកំពង់ធំរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញសេវាកម្មទេសចរណ៍ថ្ងៃអង្គារ5 កើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី18ខែសីហាឆ្នាំ2026រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីសេវាកម្មប្រណិតជំនាញសេវាកម្មម្ហូបអាហារភេសជ្ជៈនិងពិធីការជាតិអន្តរជាតិក្រមអធិបតីភាពលោកហានកុសលអភិបាលរងខេត្តកំពង់ធំក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្មនិងជំនាញលើក្បួនពិធីការរៀបចំកម្មវិធីផ្លូវការទទួលបដិសណ្ឋារកិច្ចភ្ញៀវឋានៈដឹកនាំជាតិអន្តរជាតិបានត្រឹមត្រូវនិងថ្លៃថ្នូរលើកកម្ពស់ស្តង់ដារសេវាកម្មម្ហូបអាហារភេសជ្ជៈនិងការបម្រើភ្ញៀវកម្រិត VIP ឲ្យមានប្រណិតភាពល្អធ្វើស្តង់ដារនីយកម្មសេវាកម្មទូទាំងខេត្តដើម្បីលើកស្ទួយមុខមាត់កិច្ចសន្តិភាពខេត្តព្រមទាំងទាក់ទាញកំណើនទេសចរនិងវិនិយោគិនក្នុងឱកាសនោះលោកអភិបាលរងខេត្តកំពង់ធំបានមានប្រសាសន៍ថាការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃការជំរុញឲ្យខេត្តកំពង់ធំមានសេវាកម្មល្អប្រសើរជាពិសេសលើផ្នែកម្ហូបអាហារនិងភេសជ្ជៈដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាស្នាក់នៅនិងប្រើប្រាស់សេវាកម្មក្នុងខេត្តប្រកបដោយអនាម័យសុវត្ថិភាពនិងផាសុកភាពលោកហានកុសលបានបញ្ជាក់ថាការបណ្ដុះបណ្ដាលជំនាញមិនត្រឹមតែផ្ដោតលើការកែលម្អគុណភាពសេវាកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរតាមរយៈការទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ក្នុងការប្រកបអាជីវកម្មឬចូលបម្រើការងារក្នុងវិស័យសេវាកម្មនិងទេសចរណ៍ជាមួយគ្នានេះការបង្កើនឱកាសការងារនៅមូលដ្ឋានត្រូវបានចាត់ទុកជាមធ្យោបាយមួយក្នុងការកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋដោយផ្ដល់លទ្ធភាពឲ្យពួកគេអាចរកប្រាក់ចំណូលនិងប្រកបរបរក្នុងសហគមន៍របស់ខ្លួនកត្តានេះក៏អាចរួមចំណែកធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងនិងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានជាចុងក្រោយលោកហានកុសលអភិបាលរងខេត្តកំពង់ធំបានបញ្ជាក់បន្ថែមទៀតថាតាមរយៈការត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលនេះខេត្តកំពង់ធំរំពឹងថាអ្នកចូលរួមនឹងទទួលបានជំនាញចាំបាច់សម្រាប់ការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈស្របតាមតម្រូវការរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រមទាំងរួមចំណែកលើកកម្ពស់មុខមាត់ខេត្តកំពង់ធំជាគោលដៅទេសចរដែលមានសេវាកម្មល្អអនាម័យនិងផាសុកភាពកម្មវិធីនេះរៀបចំផ្ដួចផ្ដើមដោយអាយដាមនួនផារ៉ាត់អភិបាលខេត្តកំពង់ធំមានរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី27-28ខែសីហាឆ្នាំ2026នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំស្នើសុំឲ្យប្រធានមន្ទីរនីមួយៗភោជនីយដ្ឋានសន្តាគារត្រូវបញ្ជូនមន្ត្រីបុគ្គលិកជំនាញដែលត្រូវមកចូលរួមវគ្គបណ្ដុះបណ្ដាលនេះចំនួន2នាក់